សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកបង្ហាញបងប្អូនពីរបៀបធ្វើសាឡជីឆាយឲ្យមានរសជាតិឈ្ងុយឆ្ងាញ់អញ្ចឹងបងប្អូនដំបូងគឺយើងធ្វើការដាក់ឆ្នាំងរបស់យើងនៅលើចង្ក្រាននៅពេលដែលឆ្នាំងយើងរាងក្តៅហើយយើងក៏ធ្វើការចាក់ជាមួយនឹងប្រេងឆាចូលបងប្អូនសម្រាប់ប្រេងឆារបស់យើងទុកឲ្យវារាងក្តៅបន្តិចហើយបើយើងដាក់ជាមួយនឹងខ្ទឹមសដែលយើងធ្វើការចិញ្ច្រាំរួចរាល់យើងដាក់ខ្ទឹមសចូលនៅក្នុងឆ្នាំងហើយយើងធ្វើការកូរខ្ទឹមសយើងចុះឡើងឲ្យវារាងឈ្ងុយមិនយើងដាក់ជាមួយនឹងសាច់ជ្រូករបស់យើងចំណែកសាច់ជ្រូកយើងប្រើឆ្អឹងឬក៏ឆ្អឹងខ្មងរបស់សាច់ជ្រូកដើម្បីយើងស្លទៅឲ្យវាចេញជាតិឲ្យមានរសជាតិកាន់តែឈ្ងុយឆ្ងាញ់យើងធ្វើការកូរសាច់ជ្រូកយើងឲ្យវារាងសពបន្តិចឲ្យមានក្លិនឈ្ងុយជាមួយខ្ទឹមហើយមិនយើងដាក់ជាមួយនឹងស្ករពាងបងប្អូនយើងប្រើស្ករពាងហើយយើងដាក់ជាមួយនឹងទឹកត្រីយើងដាក់3-4ស្លាបព្រាលើទៅតាមសាច់របស់យើងបងប្អូនយើងក៏មានដាក់បន្ថែមជាមួយនឹងស្ករសបន្តិចមានលាយជាមួយនឹងប៊ីចេងហើយជាមួយនឹងរ៉ូឌីបងប្អូននៅពេលដែលយើងដាក់គ្រឿងរួចរាល់ហើយបងប្អូនធ្វើការកូរចុះកូរឡើងបន្តិចដើម្បីឲ្យស្ករពាងដែលយើងដាក់ទៅវាចេញក្លិនរាងឈ្ងុយជាមួយនឹងគ្រឿងរបស់យើងហើយនឹងសាច់នៅពេលនឹងហើយបងប្អូនយើងក៏បន្ថែមជាមួយនឹងរ៉ូឌីបងប្អូនដាក់3ដុំឬក៏2ដុំលើតាមសាច់ហើយនឹងបន្លែរបស់យើងណាហើយបន្តមកទៀតយើងក៏មានគ្រឿងរបស់យើងគឺយើងមានស្បែកជ្រូកយើងមានត្រចៀកកដោយើងមានបាកាយឺហឺជាមួយនឹងផ្សិតបងប្អូនយើងធ្វើការលាងរួចរាល់ហើយយើងក៏ដាក់ទៅក្នុងសាឡរបស់យើងណាបងប្អូនសម្រាប់គ្រឿងក្រៅរបស់យើងនេះគឺយើងធ្វើការកូរច្របល់ចូលគ្នាជាមួយនឹងសាច់របស់យើងសាច់ដែលយើងបានលាយគ្រឿងហើយមានស្ករមានប៊ីចេងមានទឹកត្រីហ្នឹងណាបងប្អូនយើងធ្វើការកូរចុះកូរឡើងដើម្បីឲ្យវាចូលជាតិគ្នាហើយយើងធ្វើការរំងាស់សាច់របស់យើងបន្តិចបងប្អូននៅពេលដែលសាច់យើងរំងាស់រៀងផុយបន្តិចហើយគឺយើងធ្វើការកូរចុះកូរឡើងហើយយើងបន្ថែមជាមួយនឹងបន្លែរបស់យើងគឺយើងមានថាច់ថាវមានការ៉ុតចំពោះថាច់ថាវការ៉ុតគឺវាងាយចឹងនិយាយថាបងប្អូនវារៀងមិនងាយនឹងរលួយអញ្ចឹងក៏យើងធ្វើការដាក់រំងាស់ជាមួយនឹងសាច់របស់យើងហើយបន្ទាប់ទៀតបងប្អូនយើងធ្វើការចាក់ទឹកយើងចាក់តាមបរិមាណសាច់ហើយនឹងគ្រឿងក្រៅរបស់យើងបងប្អូនហើយយើងក៏គ្របវាទុកមិនលើសិនណាបងប្អូននៅពេលដែលគ្រឿងក្រៅរបស់យើងដែលយើងលាយគ្រឿងហើយនឹងវារៀងពុះបងប្អូនកូរហើយនឹងបងប្អូនអាចសាកភ្លក់មើលតើរសជាតិវាឆ្ងាញ់នៅខ្វះអីទៀតអញ្ចឹងណាបងប្អូនកុំភ្លេចដាក់ជាមួយនឹងគល់ជីវ៉ាន់ស៊ុយជាមួយនឹងស្លឹកខ្ទឹមយើងរំងាស់វាដើម្បីឲ្យវាចេញក្លិនកាន់តែឈ្ងុយបងប្អូនហើយចំពោះបន្លែខៀវរបស់យើងគឺយើងមានស្ពៃបូកគោជាមួយនឹងដើមខាត់ណាហើយនឹងស្ពៃក្តោបបងប្អូនអញ្ចឹងបន្លែរបស់យើងធ្វើការដាក់នៅក្នុងឆ្នាំងរបស់យើងធ្វើការកូរចុះកូរឡើងដើម្បីឲ្យបន្លែរបស់យើងវារៀងរលួយជាមួយនឹងស្លរបស់យើងបងប្អូនចំពោះស្លចេកឆាយនឹងបងប្អូនយើងធ្វើការរំងាស់វារៀងយូរបន្តិចដើម្បីឲ្យបន្លែសាច់របស់យើងនឹងវារៀងរលួយបានស្លយើងមានរសជាតិកាន់តែឈ្ងុយឆ្ងាញ់ចាបងប្អូនអញ្ចឹងសម្រាប់ការស្លចេកឆាយយើងថ្ងៃហ្នឹងគឺបានចប់អរគុណ